សួរបងប្អូនអរគ្នាឥឡូវនេះខ្ញុំបាទសូមធ្វើការបង្ហាញតើតើជាមួយនឹងការសុបិនឬក៏ការយល់សប្តិហ្នឹងថាតើការយល់សប្តិបងប្អូនអរគ្នាតែងតែមានហេតុភេទអ្វីអាចនឹងជាការពុះណូនៃការដឹងមុនដោយការប្រាប់ពីអ្នកដែលមានសិលឬក៏អ្នកដែលមានរិទ្ធណាម្នាក់អង្គណាមួយដើម្បីជាហេតុនាំឲ្យដឹងមុនដើម្បីជួយការពារខ្លួនឬក៏បញ្ជៀសនៅបញ្ហាណាមួយកើតឡើងឬក៏ប្រាប់ពីរឿងរ៉ាវល្អណាមួយកើតឡើងដូចគ្នាចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនអាចតាមដានស្ដាប់បានដែលលោកគ្រូលើកនៅថ្ងៃនេះគឺមាន7ចំណុចនៃការយល់សប្តិបាទចំពោះបងប្អូនអ្នកនេះគេងតែបើយល់សប្តិឃើញថាព្រះអាទិត្យព្រះច័ន្ទទើបរះឡើងចិញ្ចាញ់ក្នុងពេលព្រឹកបាទបើសិនជាយល់សប្តិឃើញព្រះទាំងពីរនេះរះចិញ្ចាញ់តើនឹងមានហេតុភេទអីកើតឡើងបាទបងប្អូនអាចតាមដានស្ដាប់បានតើតើជាមួយនឹងការរះនៃព្រះច័ន្ទឬក៏ព្រះអាទិត្យនេះគឺមានន័យថាបងប្អូនអ្នកនេះរិស័យខ្ពស់ហើយបាទឡើងល្អខ្លាំងដែលបងប្អូនធ្វើរាល់កិច្ចការងារអ្វីទាំងអស់តែងតែសម្រេចបានមិនថាការងារចាស់មិនថាការងារថ្មីមិនថាការងារប៉ុណ្ណាទេគឺបងប្អូនមានភាគរយនៃការសម្រេចបានច្រើនមែនទែនសម្រាប់បងប្អូនដែលយល់សុបិនឃើញបាទយល់សុបិនឃើញព្រះអាទិត្យព្រះច័ន្ទនេះឯងបាទគឺល្អក្រៃហើយបាទយល់សប្តិឃើញបែបនេះបងប្អូនអាចនឹងសម្រេចកិច្ចការធំណាមួយជាមួយដៃគូឬក៏ម្នាក់ឯងក្តីបាទចំណុចទី2តើតើជាមួយនឹងការយល់សប្តិឃើញបាទព្រះអាទិត្យព្រះច័ន្ទទើបនឹងលិចចុះហើយលិចនោះគឺលិចនឹងទៅខាងលិចទៀតដែលគេហៅថាថ្ងៃបាទអស្ដគុតអីចឹងទៅទំនាយទាយបងប្អូនអរគ្នាទំនាយទាយតើតើជាមួយនឹងការសុបិនឃើញបែបនេះគឺបងប្អូនអរគ្នាទំនាយទាយថាលោកអ្នកបាទនឹងត្រូវបានគេមើលងាយហើយនឹងត្រូវបានការមើលស្រាលពីមនុស្សជុំវិញខ្លួនឬក៏អ្នកដែលលោកអ្នកបានស្គាល់ទាំងការយកសុបិនឃើញព្រះអាទិត្យព្រះច័ន្ទលិចនេះមិនមែនជារឿងល្អប៉ុន្មានទេហើយក៏បងប្អូនគ្នាអាចដឹងមុនដើម្បីបង្ការបានដែរមួយវិញទៀតតើតើជាមួយនឹងបងប្អូនគ្នាយកសុបិនឃើញបែបនេះគឺភាគរយនៃការចាញ់បោកគេក៏មានច្រើនដែរចឹងបើយល់សប្តិឃើញបែបនេះហើយគួរតែព្យាយាមប្រយ័ត្នប្រយែងតិចតើតើជាមួយនឹងរឿងចាញ់បោកអ្នកដទៃបាទព្រោះការសុបិនឃើញបែបនេះតែងតែការនិមិត្តប្រាប់មុនឲ្យបងប្អូនគ្នាប្រយ័ត្នខ្លួនឬក៏ដឹងមុនតើបញ្ហាណានានាបាទពីអ្នកដែលមានបុណ្យមានសិលយ៉ាងទៅចំណុចទី3បងប្អូនគ្នាបើយល់សប្តិឃើញព្រះអិនឬទេវតាដែលលោកអ្នកហៅបាទមានន័យថាលោកអ្នកហៅជាព្រះអិនឬក៏ទេវតាហ្នឹងទំនាយទាយគឺល្អខ្លាំងល្អក្រៃហើយគឺបងប្អូនគ្នាបាទអាចនឹងទទួលបានលលាភណាមួយជាសក្ការៈណាមួយមកកាន់អស់លោកស្រីនាងកញ្ញាបាទអញ្ចឹងបើយល់សុបិនឃើញបែបនេះបងប្អូនគ្នាគឺហេងហើយមានលៀបមានជ័យធំហើយល្អទៀតបាទចឹងអាចកាត់សម្គាល់ទុកបានបើយល់សប្តិឃើញបែបនេះគឺបងប្អូនគ្នានឹងជួបនឹងរឿងលៀបបាទចំណុចទី4បាទការយល់សប្តិឃើញទី4ការយល់សុបិនឃើញថាមានភ្លៀងបាទហើយមេឃងឹតស្លុបតែម្ដងបាទមានន័យថាដើរអញ្ចឹងទៅជាតែមេឃភ្លៀងឬក៏មានព្យុះឬក៏មានអីលុបស្លុបមកពេលអញ្ចឹងទៅការមានយល់សុបិនឃើញបែបនេះគឺបងប្អូនគ្នាបាទនឹងអាចជួបនឹងគ្រោះកាចបាទជួបគ្រោះកាចណាមួយកើតឡើងបើយល់សប្តិឃើញទេមានស្លុបងឹតមានភ្លៀងបាទអញ្ចឹងបងប្អូនគ្នាអាចប្រយ័ត្នទៅបាទប្រយ័ត្នបានអាចជាសម្គាល់ថាការយល់សុបិនឃើញបែបនេះគឺមិនមែនជារឿងប្រសើរប៉ុន្មានទេបាទអញ្ចឹងអាចរកវិធីដោះស្រាយកែខៃអញ្ចឹងទៅចំណុចទី5បងប្អូនគ្នាតើតើជាមួយការយល់សុបិនឃើញថាមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងមកលើបងប្អូនគ្នាបាទគឺមានន័យថាបងប្អូនគ្នានឹងទទួលបានរបស់អ្វីមួយពីអ្នកដទៃចែកជារំខានទេអញ្ចឹងបើបងប្អូនចូលសុបិនឃើញបែបនេះ
បងប្អូនអ្នកគ្នាអាចលើវិធីដោះស្រាយបានមួយទៀតចំណុចទី6បើសិនជាបងប្អូនអ្នកគ្នាយកសុបិនឃើញថាឃើញទ្វារនៅលើមេឃសុកតែបើឃើញទ្វារនៅលើមេឃអីណានោះហោះអីចឹងទៅគឺបងប្អូនអ្នកគ្នាបាទនឹងទទួលបាននូវផលសម្រេចណាមួយដែលគេផ្ញើជាវ៉ាន់ជារបស់មកកាន់បងប្អូនអ្នកគ្នាដែលធ្វើឲ្យបងប្អូនអ្នកគ្នាមានភាពសុខបាទសុខច្រើនបាទតើតើជាមួយនឹងសុបិនទី6បើបងប្អូនអ្នកគ្នាសុបិនឃើញថាឃើញទ្វារនៅលើមេឃនោះស្រាប់តែមិនបិទទេគឺបើកទៀតបាទគឺបើកទៀតចឹងមានន័យថាបងប្អូនអ្នកគ្នានឹងមានអ្នកធំចាំជួលដំណើរបំរុងចាប់ពីពេលនេះទៅក៏ដូចជាផ្ដល់ឱកាសផ្ដល់ទាំងតម្លៃឲ្យបងប្អូនអ្នកគ្នាដើម្បីទទួលបានរឿងរ៉ាវល្អៗប្រចាំជីវិតបាទគឺចំណុចទី7បងប្អូនអ្នកគ្នាបើយល់សពឃើញថាផ្កាយធ្លាក់ចុះពីលើមេឃមើកណាសេះអង្គុយសុកទៅមានផ្កាយលាក់ម្ដងប៉ែអញ្ចឹងទៅបាទចឹងទំនាយទីថាបងប្អូនអ្នកគ្នានឹងមានការជំងឺឈឺថ្កាត់បាទចឹងប្រយ័ត្នប្រយែងតិចបាទបងប្អូនអ្នកគ្នាតើតើជាមួយការយកសម្បត្តិឃើញបាទមិនឃើញថាទ្វារឬក៏អ្វីមួយនោះបើកដែរតែបើកលើមេឃបាទចឹងបងប្អូនគ្នានេះគឺជាចំណុចមួយដែលបងប្អូនគួរតែប្រយ័ត្នបើសម្បត្តិឃើញនៅនេះបងប្អូនអាចជួបជំងឺឈឺថ្កាត់ឬក៏អាចកើតមានក្តីក្តារណាមួយកើតឡើងទៀតផងការយកសម្បត្តិឃើញទី8បើយកសពឃើញថាមានពពកទាំង5ពណ៌ក្នុងផ្ទៃមេឃទំនាយថាលៀបធំគឺច្រើនមែនទែនមកកាន់ជីវិតបងប្អូនអ្នកគ្នាមិនថាបងប្អូនអ្នកគ្នាបាទទៅណាមកណាទេគឺរមែងតែងតែទទួលបាននូវភាពជោគជ័យតែតែជាមួយនឹងចំណុចទាំងនេះបាទតែគឺជំរាបជូនពីខាងដើមហ្នឹងបើយកសម្បត្តិឃើញថាបាទបើសម្បត្តិឃើញថាមានផ្កាយដុះកន្ទុយបាទទៅផ្ទះរបស់បងប្អូនអ្នកគ្នាទំនាយថាបងប្អូននេះបង្កើតបានកូនប្រុសមួយហើយកូននោះគឺជាអ្នកមានបុណ្យថែមទៀតផងបាទចឹងបងប្អូនអ្នករកប្របីបើចង់បានបុត្រអីគឺរកភាសាបើយកសពឃើញថាមានផ្កាយចូលមកក្នុងផ្ទះរបស់បងប្អូនអ្នកគ្នាពន្លឺចែងចាំងសម្រាប់ការទូជាស្រ័យគឺការបង្ហាញទៅជាមួយប្រផ្នូលសម្រាប់បងប្អូនកើតឆ្នាំបាទឆ្នាំនីមួយបាទតើតើជាមួយនឹងប្រផ្នូលនេះបងប្អូនខ្ញុំមិនថាឆ្នាំអីទេគឺទទួលបានដូចគ្នាហើយតើតើជាមួយនឹងយោគតារិស័យគឺសម្រាប់បងប្អូននីមួយតែងតែមានខុសៗគ្នាសង្ឃឹមថាបងប្អូនគ្នាអាចធ្វើបុណ្យទានមកច្រើនដើម្បីលើកយោគតារិស័យលោកភាសាក៏ដូចជួយធ្វើបុណ្យចំពោះអ្នកមានគុណរបស់បងប្អូនគ្នាអរគុណច្រើនមកស្ដាប់ការទូទាយជួយតារិស័យនៃតកតងជាមួយនឹងការយកសម្បត្តិពី channel ទូទាយសូមអរគុណសូមជម្រាបលា